សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ចម្ក្រានថ្ងៃនេះណែនាំមុខម្ហូបមួយមុខទៀតគឺឆាក្តៅខ្យងប៉ារ៉ាដោយវិធីដំបូងឡើយយើងយកខ្ទឹមសមកដាំហើយបន្តមកធ្វើការចិញ្ច្រាំឲ្យម៉ត់ដើម្បីឲ្យតែរំលីងបន្ទាប់ពីចិញ្ច្រាំម៉ត់ហើយយើងយកវាទៅទុកមួយឡែកនៅចានសិនហើយបន្តមកទៀតយើងធ្វើការហាន់ម្ទេសបន្ទាប់ពីហាន់ម្ទេសហើយយើងយកម្ទេសហ្នឹងយកទៅទុកមួយឡែកនៅក្នុងចានជាមួយខ្ទឹមដែលយើងចិញ្ច្រាំហើយហ្នឹងបន្តមកទៀតយើងធ្វើការហាន់រំដេងជាចំណិតបន្ទះដោយរំដេងនេះយើងធ្វើការលាងទឹកសិនមុននឹងយើងយកមកហាន់តមកយើងចិតសម្បកខាងក្រៅចេញហើយចាំយើងធ្វើការហាន់យកសាច់ខាងក្នុងរបស់រំដេងដោយរំដេងនេះបើសិនជាយើងយកកាំបិតដែលមិនមុតយកមកហាន់គឺហាន់មកអត់ដាច់ទេអញ្ចឹងត្រូវធ្វើម៉េចសំលៀងកាំបិតឲ្យមុតហើយចាំយកមកហាន់បន្ទាប់ពីហាន់រំដេងហើយយើងធ្វើការបេះជីក្រហមឬខាងខ្មែរយើងហៅថាជីនាងវងជីនាងវងនៅកំពង់បែរនេះគឺនាងខ្ញុំដាំផ្ទាល់ជាមួយស្វាមីនៅផ្ទះក៏ប៉ុន្តែជីនាងវងស្រួលដាំមែនតើគ្រាន់តែយកដើមដែលរៀងចាស់បន្តិចយកទៅដាំក្នុងដីស្រោចទឹក2ទៅ3ថ្ងៃបន្ទាប់មកវានឹងលាស់ត្រួយមកឯងបន្តមកទៀតយើងចាក់ខ្លាញ់ឬក៏ប្រេងឆាចូលទៅក្នុងខ្ទះដែលកំពុងក្តៅនោះហើយរងចាំបន្តិចតម្រុំតែវារៀងឡើងក្តៅហើយចាំយើងចាក់ខ្ទឹមសដើម្បីរំលីងយកក្លិនឈ្ងុយខ្លាញ់ឡើងក្តៅហើយតោះមកយើងចាក់ខ្ទឹមសចូលមុនបន្ទាប់មកចាក់រំដេងជាមួយនឹងស្លឹកក្រូចសើចចូលទៅជាមួយគ្នាដើម្បីឲ្យក្លិនរំដេងស្លឹកក្រូចសើចនិងខ្ទឹមសឡើងធំក្លិនជាមួយគ្នាបានល្អ បន្
មកយើងចាក់ខ្យងប៉ារ៉ាចូលហើយខ្យងប៉ារ៉ានេះដែរយើងត្រូវប្រើជាមួយនឹងស្រាចិនបន្តិចដើម្បីកុំឲ្យមានក្លិនឆ្អាបហើយកន្លែងនេះខ្ញុំកាត់ត្រង់យើងយកខ្យងប៉ារ៉ាហ្នឹងយកទៅចំហុយនៅក្នុងឡាំងសឹង10 ទៅ 15 នាទីផងដែរចំណុចនេះយើងឆារហូតដល់តែខ្យងដាច់ទឹកទើបយើងដាក់គ្រឿងចាប់ផ្ដើមដាក់គ្រឿងចូលយើងដាក់ទឹកត្រីចូល2 ស្លាបព្រាបាយប្រេងខ្យងចំនួន1 ស្លាបព្រាបាយប៊ីចេងចំនួន1 ស្លាបព្រាកាហ្វេម្សៅស៊ុបយើងដាក់2 ស្លាបព្រាកាហ្វេហើយខ្ញុំប្រើភាគច្រើនគឺស្ករត្នោតគឺខ្ញុំដាក់2 ស្លាបព្រាបាយពេញយើងដាក់ទឹកម្ទេសចូលហើយនៅទឹកម្ទេសនេះដែរខ្ញុំប្រើរបស់ខ្មែរយើងទឹកម្ទេសរបស់ខ្មែរយើងអ្នកផលិតបន្ទាប់មកយើងធ្វើការឆាដើម្បីឲ្យខ្យងរបស់យើងចូលជាតិជាមួយនឹងគ្រឿងដែលបានផ្សំហើយនោះនៅត្រង់ចំណុចនេះខ្ញុំធ្វើការដួសចេញទុកមួយឡែកដើម្បីឲ្យកូនស្រីខ្ញុំព្រោះគាត់អត់ចេះញ៉ាំហឹរបន្ទាប់មកបានខ្ញុំធ្វើការដាក់ម្ទេសចូលដើម្បីចេញជាតិហឹរអូខេឥឡូវនឹងចូលជាតិអស់ហើយយើងធ្វើការដាក់ម្ទេសចូលដើម្បីឲ្យចេញជាតិហឹររបស់ម្ទេសម្ដងដែលយើងធ្វើការឆាចុះឆាឡើងដើម្បីឲ្យម្ទេសវាចេញជាតិហឹរសព្វពេញជាមួយនឹងខ្យងបន្តមកទៀតចាំយើងធ្វើការដាក់ជីក្រហមឬជាងហៅថាជីនាងវងចូលក៏ប៉ុន្តែទាំងអស់គ្នាក៏អាចប្រើម្រះព្រៅផងដែរប៉ុន្តែខ្ញុំចូលចិត្តក្លិនជីនាងវងជាងអញ្ចឹងខ្ញុំធ្វើការដាក់ជីនាងវងចូលចំនួនម្រះព្រៅហើយយើងធ្វើការឆាចោលឆាឡើងដើម្បីឲ្យជាតិជីក្រហមជីនាងវងចូលទៅក្នុងខ្យងរបស់យើងឲ្យឡើងក្លិនឈ្ងុយ
អូខេឥឡូវឆាក្តៅខ្ញុំប៉ារ៉ាឬរាល់ហើយឥឡូវខ្ញុំធ្វើការដួសដាក់ចានហើយសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងវីដេអូហើយធ្វើម្ហូបឈ្ងុយឆ្ងាញ់ជាមួយនឹងគ្រួសារអ្នកទាំងអស់គ្នាបើសិនមកលោកអ្នកពេញចិត្តសូមជួយ Subscribe ឬ Like Page របស់យើងម្នាក់មួយផងអរគុណ